បាទនៅក្រោយខ្ញុំនេះគឺសតតែជាត្រាក់ទ័រមួយទឹករបស់បាទក្រុមហ៊ុនបាទអញ្ចឹងពុកម៉ែបងប្អូនដែលសម្រេចចិត្តទិញត្រាក់ទ័រមួយទឹកមានន័យថាបងប្អូនក៏ត្រៀមចិត្តក្នុងការជួសជុលផងដែរមានបងប្អូនខ្ញុំនិយាយនេះគឺចង់ឲ្យបងប្អូននឹងថាត្រាក់ទ័រមួយទឹកម្ចាស់ដើមគឺបានប្រើរួចទៅហើយម្ចាស់ដើមមួយចំនួនប្រើថែមួយចំនួនទៀតប្រើមិនថែអញ្ចឹងបងប្អូនសម្រាប់ចិត្តក្នុងការទិញត្រាក់ទ័រមួយទឹកទៅគឺបងប្អូនត្រៀមចិត្តក្នុងការជួសជុលត្រាក់ទ័រនេះផងដែរបើបងប្អូនទិញចំត្រាក់ទ័រដែលម្ចាស់ដើមប្រើថែបងប្អូននឹងជោគជ័យប៉ុន្តែបើបងប្អូនទិញចំម្ចាស់ដែលមិនថែបងប្អូននឹងបាទចំណាយលុយជួសជុលត្រាក់ទ័រមួយទឹកហើយអញ្ចឹងវីដេអូនេះគឺចង់ឲ្យបងប្អូនដឹងថាត្រាក់ទ័រមួយទឹកទិញចំបងប្អូននឹងជោគជ័យទិញខុសបងប្អូននឹងខាតលុយហើយមិនជោគជ័យទេបាទសូមអរគុណសូមជម្រាបលា